បាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹកឃើញប្រធានបទខ្លីមួយដែលចង់ចែកជូនបងប្អូនទាំងអស់គ្នាហើយគ្រាន់តែជាការដាស់ស្មារតីដល់បងប្អូនទាំងអស់គ្នាឲ្យពិចារណាបន្តិចឡើងវិញជាពិសេសគឺបងប្អូនដែលកំពុងតែធ្វើ YouTube ក្តីឬក៏ Page ក្តីឬក៏ Social Media អីផ្សេងៗហើយបងប្អូនទាំងអស់គ្នាអាចពិចារណាបន្តិចថាបងប្អូនទាំងអស់គ្នាចាប់ផ្ដើមដំបូងណាឬក៏កំពុងតែចាប់ផ្ដើមហ្នឹងអ្នកនរគ្នាមានអីដែលជាកម្លាំងជំរុញចិត្តឲ្យចាប់ផ្ដើមបង្កើត Channel YouTube ដំបូងអ្នកនរគ្នាធ្វើដើម្បីរកចំណូលបន្ថែមអ្នកនរគ្នាធ្វើហ្នឹងក្នុងគោលបំណងថាដើម្បីបំពេញនៅក្តីស្រឡាញ់របស់ខ្លួនដែលចូលចិត្តនៅក្នុងការថតវីដេអូនិងផលិតវីដេអូកន្លែងនេះខ្ញុំមាន tip ខ្លីមួយដែលខ្ញុំបានផុសហើយប៉ុន្តែប្រហែលជាបងប្អូនខ្លះគាត់បានអានឬក៏មិនបានអានដែលខ្ញុំដាក់ថាការដែលបងប្អូនទាំងអស់គ្នាផុសវីដេអូរាល់ថ្ងៃហ្នឹងបងប្អូនទាំងអស់គ្នាកុំបាក់ទឹកចិត្តវីដេអូរបស់យើងគឺដូចជាលុយសន្សំអញ្ចឹងវាអត់បាត់ទៅណាទេបច្ចុប្បន្នវាអត់ទាន់បានលទ្ធផលប៉ុន្តែអនាគតវានឹងឃើញលទ្ធផលមួយឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលអញ្ចឹងនៅក្នុងន័យហ្នឹងខ្ញុំបានសរសេរផុសហើយអញ្ចឹងខ្ញុំត្រឡប់មកវិញបន្តិចខ្ញុំចូលមកប្រធានបទរបស់យើងខ្ញុំសួរថាបងប្អូនទាំងអស់គ្នាធ្វើ YouTube រាល់ថ្ងៃហ្នឹងឬក៏បង្កើតមាតិការាល់ថ្ងៃហ្នឹងចេញពីចិត្តរបស់ខ្លួនឯងដែលចង់ចេញពីទេពកោសល្យឬក៏បងប្អូនទាំងអស់គ្នាធ្វើហ្នឹងដើម្បីលុយបងប្អូនខ្លះគាត់ថាទាំងពីរទាំងចូលចិត្តនិងលុយបាទវាជាចម្លើយដែលត្រឹមត្រូវបើសិនជាយើងធ្វើរឿងមួយដែលអត់លុយអាហ្នឹងថ្ងៃណាមួយយើងនឹងឈប់ហើយទោះបីជារឿងហ្នឹងសុបាយចិត្តចូលចិត្តប៉ុណ្ណាក៏ដោយតែវាអត់លុយគឺទៅមុខលែងរួចហើយអញ្ចឹងមកដល់កន្លែងនេះខ្ញុំសូមចាប់អារម្មណ៍ចំណុចមួយដែលបងប្អូនទាំងអស់គ្នាគួរពិចារណាខ្ញុំសូមប្រើភាសាអង់គ្លេសបន្តិចចុះព្រោះដោយសារភាសាបច្ចេកទេសហើយខ្ញុំនឹងពន្យល់បកស្រាយជូនបងប្អូនទាំងអស់គ្នាខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាញែកឲ្យច្បាស់អំពី subscriber អំពី follower ហើយនឹងអំពី audience ខ្ញុំចង់ឲ្យអ្នកនរគ្នាញែកឲ្យច្បាស់អំពីអ្នកដែលចុចជាវ channel របស់យើងបកប្រែថាជាវអញ្ចឹងណា subscribe អ្នកដែល follow page របស់យើងឬក៏ follow ទៅលើ social media របស់យើងហើយបើនិយាយពី page គឺ follow ហើយបើនិយាយពី channel YouTube គឺជាវហើយ subscribe ហើយនឹងខ្ញុំចង់ឲ្យអ្នកនរគ្នាញែកឲ្យច្បាស់ថាមួយក្រុមទៀតគឺជាក្រុមទស្សនិកជនដែលគាត់គ្រាន់តែជាអ្នកចូលមើលតែគាត់មិន follow មិន subscribe នៅក្នុងបណ្ដាញសង្គមបើយើងនិយាយអំពីទ្រឹស្ដីអំពី social media ហ្នឹងបណ្ដាញសង្គមហ្នឹងគឺយើងកំពុងតែកសាងនៅសហគមន៍មួយកសាងក្រុមមួយដែលយើងគឺជាអ្នកដែលដឹកនាំគេត្រូវចាំយើងជាម្ចាស់ channel ជាម្ចាស់ page គឺជាអ្នកដឹកនាំគេ subscriber របស់យើង follower របស់យើងនិង audience របស់យើងគឺគាត់មកមើលវីដេអូរបស់យើងតាមរយៈអត្តចរិតតាមរយៈអិរិយាបថតាមរយៈយើងនឹងឯងខ្លួនឯងនឹងឯងវីដេអូរបស់យើងគឺជារឿងមួយប៉ុន្តែយើងខ្លួនឯងដែលជា creator ហ្នឹងគឺជាតួអង្គសំខាន់ដែលធ្វើឲ្យគេ subscribe និង follow អាហ្នឹងសម្រាប់ content ចេញមុខខ្ញុំសូមនិយាយពី content ចេញមុខព្រោះបងប្អូនយើងមួយចំនួនគាត់ធ្វើ content បែបចេញមុខច្រើនឥឡូវឲ្យខ្ញុំក៏លើកទឹកចិត្តដែរប៉ុន្តែធ្វើដោយការទទួលខុសត្រូវធ្វើដោយគុណធម៌ធ្វើដោយសេចក្តីថ្លៃថ្នូរអញ្ចឹងខ្ញុំបកមកវិញបន្តិចដើម្បីខ្ញុំនិយាយឲ្យច្បាស់ថាក្រុមណាដែលជាក្រុម subscriber ក្រុមណាដែលជាក្រុមsubscriber និង follower ខ្ញុំសូមនិយាយរួមក្រុមណាដែលជាក្រុមដែលគ្រាន់តែជា audience របស់យើងជាគ្រាន់តែជាអ្នកចូលមកមើលគាត់អត់ subscribe ទេអញ្ចឹងចំណុចរបស់ខ្ញុំដែលដោបរួមគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបញ្ចូលក្រុមអ្នកទាំងអស់ហ្នឹងទៅជាក្រុមមួយហើយញែកជាពីរឲ្យច្បាស់មួយណាជាទស្សនិកជនមួយណាជាក្រុមសហគមន៍របស់យើងអញ្ចឹងទាំង subscriber follower និង audience ហ្នឹងខ្ញុំចង់ឲ្យអ្នកនរគ្នាគិតថាគាត់ជាមនុស្សតែមួយក្រុមហើយអ្នកនរគ្នាត្រូវពុះជាពីរមួយក្រុមគឺជា
audience audience ជាទស្សនិកជនមួយក្រុមគឺជាសមាជិកនៃ channel នៃ page របស់យើងសមាជិកបានន័យថាគាត់ឧស្សាហ៍ comment គាត់ឧស្សាហ៍ like គាត់ឧស្សាហ៍ share វីដេអូរបស់យើងអញ្ចឹងវាខុសពី subscriber audience ខ្លះគាត់មើលគាត់ស្រឡាញ់ចូលចិត្តប៉ុន្តែគាត់អត់ share ទេហើយក៏គាត់អត់ comment ដែរអញ្ចឹងក្រុមរបស់គាត់គឺជាក្រុមមួយផ្សេងហើយមួយក្រុមទៀតគឺគាត់ឲ្យអញ្ចឹងបាននៅ page Facebook គេមាន top fan ណាហ្នឹងគឺពពួកក្រុមដែលបងប្អូនសំទោសខ្ញុំប្រើពាក្យពពួកគឺជាក្រុមដែលបងប្អូនយើងដែលគាត់ឧស្សាហ៍ share ឧស្សាហ៍ comment ហើយនៅក្នុង YouTube ដូចគ្នាគឺមានសញ្ញាបេះដូងណាបាទchannel ឬក៏ user ណាដែលមានសញ្ញាបេះដូងហ្នឹងគាត់នឹងឯងគឺជា top fan នៃ channel របស់ខ្ញុំហើយក៏ខ្ញុំសូមអរគុណ top fan ទាំងអស់ខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាហើយខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់អំពីអាហ្នឹងដើម្បីអីគឺដើម្បីឲ្យ YouTube algorithm ឬក៏ social media algorithm ខួរក្បាលរបស់ YouTube ហ្នឹងយល់ថាយើងកំពុងតែ communicate កំពុងតែមាន relationship ជាមួយនឹង fan របស់យើងខ្ញុំកំពុងតែមានទំនាក់ទំនងនិង relationship ជាមួយបងប្អូនទាំងអស់គ្នាដូចអ្នកនរគ្នាឃើញអញ្ចឹងហើយរាល់ comment បងប្អូនទាំងអស់គ្នាកម្ររំលងណាអញ្ចឹងអាហ្នឹងក៏ធ្វើឲ្យ channel របស់ខ្ញុំ reach ដែរអញ្ចឹងអាហ្នឹងជាបទពិសោធន៍មួយដែលខ្ញុំចែកជូនបងប្អូនទាំងអស់គ្នាថាបងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជាមួយនឹងសហគមន៍ community របស់បងប្អូនទាំងអស់គ្នាមួយក្រុមដែលគាត់ comment ដែលគាត់ share ហើយតម្លៃនៃវីដេអូរបស់យើងណាយើងត្រូវដឹងថាតម្លៃនៃវីដេអូរបស់យើងតើគាត់ទទួលបានអីពីយើងអាហ្នឹងក៏ជាចំណុចមួយដែលជួយដែរដល់បងប្អូនទាំងអស់គ្នាដែរបាទខ្ញុំនិយាយនេះហាក់បីដូចជារៀងវែងបន្តិចប៉ុន្តែខ្ញុំសរុបរួមមកវិញបន្តិចពេលចិត្តបញ្ចប់ហើយខ្ញុំដោយសារខ្ញុំឆ្លៀតពេលទី1បងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់អំពីសហគមន៍របស់បងប្អូនទាំងអស់គ្នាដែលនៅក្នុងនោះមានមនុស្ស2ក្រុមមួយក្រុមគឺជាគាត់ជាអ្នក subscribe មួយក្រុមទៀតគាត់ជាអ្នកឧស្សាហ៍ comment ដែលជា top fan comment share ហើយមួយទៀតគឺបងប្អូនទាំងអស់គ្នាកុំភ្លេចឆ្លើយតបរាល់ comment ទាំងឡាយឲ្យសញ្ញាបេះដូងរាល់ comment ទាំងឡាយពីព្រោះថា fan របស់យើងគាត់ចង់បានតម្លៃគាត់ចង់បានគេហៅការរាប់អានពីយើងត្រឡប់ទៅវិញអញ្ចឹងកុំភ្លេចឆ្លើយ comment គាត់ហើយនឹងឲ្យបេះដូងទៅគាត់តែប៉ុណ្ណឹង YouTube algorithm ស្រឡាញ់ចូលចិត្ត channel របស់យើង rank វីដេអូរបស់យើងចេញទៅហើយអញ្ចឹងខ្ញុំមាន tip ខ្លីប៉ុណ្ណឹងហើយខ្លីមែនតើតាមពិតខ្ញុំចង់និយាយឲ្យវែងឲ្យអស់ហ្មងថ្ងៃណាមានពេលខ្ញុំនិយាយឲ្យអស់តែម្ដងបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងជូនបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នាយល់យកទៅគិតពិចារណាហើយនឹងបំបែកវាទៅខ្លួនឯងអរគុណអ្នកទាំងអស់គ្នាជំរាបលា